ភាពបរាជ័យលែងជារង្វាន់នៃការតស៊ូរបស់ខ្ញុំតទៅទៀតហើយព្រោះការពិតធម្មជាតិមិនមែនផ្ដល់មកឲ្យរូបកាយខ្ញុំនូវការឈឺចាប់តែមួយមុខនោះទេហើយធម្មជាតិក៏មិនមែនបង្កើតជីវិតខ្ញុំមកស្គាល់តែសេចក្តីទុក្ខវេទនាតែម្យ៉ាងនោះដែរភាពបរាជ័យគឺមិនខុសអ្វីអំពីការឈឺចាប់មួយដែលកើតមកហើយតែក៏រលត់ទៅវិញតាមពិតយើងហៅវាថាជាការបរាជ័យព្រោះវាគឺជាអាការៈចម្លែកខុសពីធម្មតាមួយដែលយើងមិនធ្លាប់បានស្គាល់ពីមុនមកតែប៉ុណ្ណោះកាលពីអតីតកាលពេលជួបនឹងការបរាជ័យម្ដងខ្ញុំតែងដាក់ឈ្មោះឲ្យខ្លួនឯងថាជាជនបរាជ័យប៉ុន្តែឥឡូវនេះខ្ញុំនឹងមិនបដិសេធមិនទទួលស្គាល់ភាពបរាជ័យតទៅទៀតទេហើយផ្ទុយមកវិញខ្ញុំត្រៀមខ្លួនដើម្បីទទួលយកចំណេះដឹងនិងក្បួនច្បាប់ដែលជាប្រទីបបង្ហាញផ្លូវឲ្យខ្ញុំចេញផុតពីរាត្រីងងឹតសូន្យសងនៃភាពអវិជ្ជានិងឆ្ពោះទៅកាន់ទីភ្លឺចែងចាំងទៅដោយពន្លឺនៃទ្រព្យសម្បត្តិ